Lisa ហើយមិនឃើញឆ្លើយចត់ខ្ញុំអត់ អត់ផងហើយដើររមមើលនេះនៅក្នុងឃ្លាំង អូខេបងមិញនិយាយលេងនិយាយតាម trend TikTok ហ៎បង ហើយ Lisa អូមាន trend មួយទៀតគេសួរថា Lisa ហើយមានងូតទឹកអត់ អូ និយាយមែនបងបានងូតទឹកហ្នឹងបាននេះ អូយជប់បត់16អង្សាដល់អូយអូខេបងចាឥឡូវសុំសួរពីចំណារអារម្មណ៍ពិតហ្មងណាបងបងថ្ងៃនេះមានអារម្មណ៍មិនដែរបានមកដល់ Clan DRSP នៅប្រទេសចិនផ្ទាល់ណា អារម្មណ៍ពិតហ្មងអារម្មណ៍ទី1ចុះមកដល់ឃ្លាំងហ្នឹងហ្មងណាគឺមោទនភាព ខ្ញុំញ៉ាំខ្ញុំដល់ពីសបល់ ព្រឹកមើលដែរអត់ទេនិយាយមែនដោយសារតែពេលដែលយើងមកដល់ចិននេះភ្លាមណាយើងពីចិនឃើញតែអក្សរចិនទេអត់ដែលឃើញនិយាយទៅគឺកន្លែងតែមួយដែលបានឃើញអក្សរខ្មែរធំនៅលើទឹកដីចិនណាអញ្ចឹងទី1គឺមោទនភាពដំបូងគេបងអស់សប្បាយចិត្តណាសប្បាយចិត្តដែលយើងអាចទិញតំណែងពីចិនបានទៅដល់ខ្មែរក្នុងរយៈពេលលឿនហើយគឺបានតម្លៃធូរទៀតអញ្ចឹងការលក់ដូរនៅខ្មែរយើងគឺកាន់តែងាយស្រួលហើយជួយដល់សេដ្ឋកិច្ចខ្មែរយើងបានច្រើនមែនតើ អូខេបងអរគុណច្រើនបងអរគុណ